សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីនៅក្នុងវីដេអូថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលមនុស្សជាច្រើនចង់ដឹងប៉ុន្តែប្រហែលជាមិនសូវហ៊ានពិភាក្សាជាសាធារណៈប្រធានបទនោះគឺហេតុអ្វីបានជាបុរសខ្លះហាក់ដូចជាមានចំណង់ផ្លូវភេទខ្លាំងជាងបុរសដទៃទៀតតើវាគ្រាន់តែជាលក្ខណៈបុគ្គលឬមានកត្តាអ្វីផ្សេងទៀតនៅពីក្រោយចំណង់ផ្លូវភេទឬក្នុងភាសាអង់គ្លេសហៅថា libido គឺជាប្រធានបទដ៏ស្មុគស្មាញមួយវាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតហើយសូម្បីតែក្នុងមនុស្សតែម្នាក់ក៏វាអាចប្រែប្រួលទៅតាមពេលវេលាផងដែរការយល់ដឹងអំពីមូលហេតុដែលនាំឲ្យមានភាពខុសគ្នានេះមិនត្រឹមតែអាចជួយឲ្យយើងយល់ពីខ្លួនឯងកាន់តែច្បាស់នោះទេប៉ុន្តែវាក៏អាចជួយពង្រឹងទំនាក់ទំនងរបស់យើងជាមួយដៃគូផងដែរនៅក្នុងវីដេអូនេះយើងនឹងមិនត្រឹមតែនិយាយអំពីកត្តាជីវសាស្ត្រដូចជាអរម៉ូនប៉ុណ្ណោះទេប៉ុន្តែយើងក៏នឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីឥទ្ធិពលនៃកត្តាចិត្តសាស្ត្រនិងទំនាក់ទំនងសង្គមតោះសូមតាមដានទស្សនាទាំងអស់គ្នាផ្នែកទី1កត្តាជីវសាស្ត្រតួនាទីរបស់អរម៉ូនដំណពូជនិងសុខភាពទូទៅកត្តាដំបូងនិងប្រហែលជាកត្តាដែលមនុស្សភាគច្រើនគិតដល់មុនគេនោះគឺកត្តាជីវសាស្ត្ររាងកាយរបស់យើងគឺជាប្រព័ន្ធដ៏អស្ចារ្យមួយហើយមានកត្តាជីវសាស្ត្រជាច្រើនដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើចំណង់ផ្លូវភេទរបស់បុរសកត្តាជីវសាស្ត្រទាំងនោះមានដូចជាកត្តាជីវសាស្ត្រទី1អរម៉ូនតេស្តូស្តេរ៉ូនឬម្យ៉ាងទៀតហៅថាស្ដេចនៃអរម៉ូនបុរសនៅពេលនិយាយអំពីចំណង់ផ្លូវភេទបុរសអរម៉ូនតេស្តូស្តេរ៉ូនគឺជារឿងដែលគេមិនអាចមើលរំលងបានវាគឺជាអរម៉ូនភេទចម្បងរបស់បុរសដែលផលិតជាចម្បងនៅក្នុងពងស្វាតេស្តូស្តេរ៉ូនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍលក្ខណៈរបស់បុរសដូចជាការដុះរោមសាច់ដុំនិងសម្លេងធំហើយវាក៏ជាកត្តាជំរុញដ៏ចម្បងសម្រាប់ចំណង់ផ្លូវភេទផងដែរជាទូទៅបុរសដែលមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនខ្ពស់ជាងមានទំនោរនិងមានចំណង់ផ្លូវភេទខ្លាំងជាងកម្រិតអរម៉ូននេះអាចប្រែប្រួលដោយសារកត្តាជាច្រើនរួមមានកត្តាអាយុកម្រិតតេស្តូស្តេរ៉ូនឡើងដល់កម្រិតកំពូលនៅពេលដែលបុរសឈានចូលវ័យជំទង់និងវ័យដើម20ឆ្នាំហើយបន្ទាប់មកចាប់ផ្ដើមថយចុះបន្តិចម្ដងនៅពេលអាយុកាន់តែច្រើនជាពិសេសក្រោយអាយុ30ឆ្នាំនេះជាមូលហេតុមួយដែលធ្វើឲ្យបុរសវ័យក្មេងជាទូទៅមានចំណង់ផ្លូវភេទខ្លាំងក្លាជាងកត្តាលក្ខណៈធម្មជាតិរបស់រាងកាយបុរសម្នាក់ៗមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនមូលដ្ឋានខុសៗពីគ្នាដែលជាផ្នែកមួយនៃលក្ខណៈហ្សែនរបស់ពួកគេកត្តាជីវសាស្ត្រទី2កត្តាហ្សែននិងដំណពូជតើអ្នកធ្លាប់គិតទេថាចំណង់ផ្លូវភេទរបស់អ្នកអាចមានទំនាក់ទំនងជាមួយគ្រួសាររបស់អ្នកការស្រាវជ្រាវមួយចំនួនបានបង្ហាញថាកត្តាហ្សែនអាចដើរតួនាទីក្នុងការកំណត់កម្រិតចំណង់ផ្លូវភេទរបស់មនុស្សម្នាក់ៗនេះមានន័យថាលក្ខណៈខ្លះនៃចំណង់ផ្លូវភេទរបស់អ្នកអាចត្រូវបានទទួលបានពីឪពុកម្ដាយរបស់អ្នកដូចទៅនឹងពណ៌ភ្នែកឬកម្ពស់របស់អ្នកដែរទោះបីជាយ៉ាងណាក៏ដោយនេះគឺជាផ្នែកមួយដែលអ្នកវិទ្យាសាស្ត្រកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមកត្តាជីវសាស្ត្រទី3សុខភាពទូទៅនិងរបៀបរស់នៅសុខភាពរាងកាយទាំងមូលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពផ្លូវភេទសុខភាពទូទៅនិងរបៀបរស់នៅទាំងនោះរួមមានទី1ការហាត់ប្រាណការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយឲ្យរាងកាយរបស់អ្នករឹងមាំប៉ុណ្ណោះទេតែវាក៏អាចជួយបង្កើនកម្រិតអរម៉ូនតេស្តូស្តេរ៉ូននិងធ្វើឲ្យលំហូរឈាមរត់បានល្អដែលទាំងពីរនេះសុទ្ធតែសំខាន់សម្រាប់ចំណង់ផ្លូវភេទបុរសដែលសកម្មខាងកីឡាអាចមានចំណង់ផ្លូវភេទខ្លាំងជាងអ្នកដែលមិនសូវធ្វើចលនាទី2របបអាហាររបបអាហាររូបត្ថម្ភក៏សំខាន់ដែរការទទួលទានអាហារដែលមានតុល្យភាពសម្បូរទៅដោយស័ង្កសីវីតាមីន D និងខ្លាញ់ល្អអាចជួយទ្រទ្រង់ដល់ការផលិតអរម៉ូនផ្ទុយទៅវិញស្ថានភាពលើសទម្ងន់និងជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែមនិងជំងឺបេះដូងអាចធ្វើឲ្យកម្រិតតេស្តូស្តេរ៉ូនធ្លាក់ចុះនិងកាត់បន្ថយចំណង់ផ្លូវភេទទី3ការគេងការគេងមិនបានគ្រប់គ្រាន់គឺជាសត្រូវដ៏ធំមួយនៃចំណង់ផ្លូវភេទ
រាងកាយរបស់យើងផលិតអរម៉ូនតេស្តូស្តេរ៉ូនភាគច្រើននៅពេលដែលយើងកំពុងគេងលក់ស្កប់ស្កល់ដូច្នេះហើយបុរសដែលគេងមិនបានគ្រប់គ្រាន់ជាប្រចាំអាចសម្គាល់ឃើញថាចំណង់ផ្លូវភេទរបស់ពួកគេថយចុះផ្នែកទី2កត្តាចិត្តសាស្ត្រឥទ្ធិពលនៃខួរក្បាលនិងអារម្មណ៍ខួរក្បាលគឺជាសរីរាង្គភេទដ៏ធំបំផុតរបស់យើងអ្វីដែលកើតឡើងនៅក្នុងគំនិតនិងអារម្មណ៍របស់យើងអាចមានឥទ្ធិពលខ្លាំងក្លាទៅលើចំណង់ផ្លូវភេទពេលខ្លះខ្លាំងជាងកត្តាជីវសាស្ត្រទៅទៀតកត្តាចិត្តសាស្ត្រទាំងនោះរួមមានកត្តាចិត្តសាស្ត្រទី1ភាពតានតឹងនៅក្នុងសម័យទំនើបភាពតានតឹងគឺជារឿងដែលលំបាកនឹងជៀសវាងនៅពេលដែលយើងមានភាពតានតឹងរាងកាយនឹងផលិតអរម៉ូនមួយយ៉ាងឈ្មោះថាកូទីហ្សូលអរម៉ូនកូទីហ្សូលនេះអាចរំខានដល់ការផលិតអរម៉ូនតេស្តូស្តេរ៉ូននិងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺសម្រាប់មនុស្សមួយចំនួនការរួមភេទអាចក្លាយជាមធ្យោបាយមួយដើម្បីបន្ធូរភាពតានតឹងដូច្នេះបុរសខ្លះអាចនឹងស្វែងរកការរួមភេទកាន់តែច្រើននៅពេលដែលពួកគេមានអារម្មណ៍តានតឹងនេះបង្ហាញថាឥទ្ធិពលនៃភាពតានតឹងអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតកត្តាចិត្តសាស្ត្រទី2សុខភាពផ្លូវចិត្តការថប់បារម្ភនិងជំងឺបាក់ទឹកចិត្តសុខភាពផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់លក្ខខណ្ឌថប់បារម្ភនិងជំងឺបាក់ទឹកចិត្តត្រូវបានគេដឹងថាជាមូលហេតុចម្បងមួយដែលធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះអារម្មណ៍សោកសៅការបាត់បង់ភាពរីករាយនិងភាពនឿយហត់អាចធ្វើឲ្យចំណង់ផ្លូវភេទបាត់បង់ស្ទើរតែទាំងស្រុងទោះជាយ៉ាងណាក្នុងករណីខ្លះបុរសដែលមានបញ្ហាផ្លូវចិត្តអាចប្រើប្រាស់ការរួមភេទជាមធ្យោបាយមួយដើម្បីគេចចេញពីអារម្មណ៍ឈឺចាប់ឬដើម្បីមានអារម្មណ៍ថាខ្លួនមានតម្លៃនិងត្រូវបានគេត្រូវការកត្តាចិត្តសាស្ត្រទី3ទំនុកចិត្តលើខ្លួនឯងបុរសដែលមានទំនុកចិត្តលើខ្លួនឯងនិងមានអារម្មណ៍ល្អចំពោះរូបរាងកាយរបស់ខ្លួនជាទូទៅមានទំនោរចំណង់ផ្លូវភេទខ្ពស់ជាងនៅពេលដែលអ្នកមានអារម្មណ៍ជឿជាក់អ្នកនឹងកាន់តែបើកចំហចំពោះបទពិសោធន៍ផ្លូវភេទនិងមានអារម្មណ៍ទាក់ទាញជាងមុនផ្ទុយទៅវិញការមានអារម្មណ៍គ្មានភាពជឿជាក់លើរាងកាយឬសមត្ថភាពរបស់ខ្លួនអាចក្លាយជារនាំងផ្លូវចិត្តដែលរារាំងចំណង់ផ្លូវភេទផ្នែកទី3កត្តាសង្គមនិងទំនាក់ទំនងមនុស្សយើងរស់នៅក្នុងសង្គមដូច្នេះហើយទំនាក់ទំនងនិងបរិយាកាសជុំវិញខ្លួនក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំណង់ផ្លូវភេទរបស់យើងដែរកត្តាសង្គមនិងទំនាក់ទំនងទាំងនោះរួមមានកត្តាទី1គុណភាពនៃទំនាក់ទំនងស្នេហាសម្រាប់មនុស្សភាគច្រើនចំណង់ផ្លូវភេទមិនអាចបំបែកចេញពីទំនាក់ទំនងស្នេហាបានទេទំនាក់ទំនងទី1ភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍បុរសដែលមានទំនាក់ទំនងល្អមានភាពស្និទ្ធស្នាលនិងមានការប្រាស្រ័យទាក់ទងល្អជាមួយដៃគូជាទូទៅមានចំណង់ផ្លូវភេទខ្ពស់ជាងនៅពេលមានអារម្មណ៍សុវត្ថិភាពចំណង់ផ្លូវភេទក៏នឹងកាន់តែមានអត្ថន័យនិងកាន់តែខ្លាំងក្លាទំនាក់ទំនងទី2ភាពថ្មីថ្មោងក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងមនុស្សជាច្រើនតែងតែមានចំណង់ផ្លូវភេទខ្លាំងបំផុតនៅដំណាក់កាលដំបូងនៃការចាប់ផ្ដើមទំនាក់ទំនងស្នេហាថ្មីនេះដោយសារតែភាពរំភើបការចង់ដឹងចង់ឃើញនិងឥទ្ធិពលនៃអរម៉ូនដែលពាក់ព័ន្ធនឹងសេចក្តីស្រឡាញ់ដូចជាដូហ្វាមីននិងអុកស៊ីតូស៊ីននៅពេលដែលទំនាក់ទំនងកាន់តែយូរអង្វែងភាពរំភើបនេះអាចនឹងថយចុះដែលទាមទារឲ្យដៃគូទាំងពីរត្រូវខិតខំប្រឹងប្រែងរក្សាក្តីស្រឡាញ់ទំនាក់ទំនងទី3ទំនាស់ក្នុងទំនាក់ទំនងចំនួនការមិនចុះសម្រុងគ្នាឬអារម្មណ៍នៃការមិនពេញចិត្តចំពោះដៃគូគឺជាឃាតករដ៏សាហាវបំផុតសម្រាប់ចំណង់ផ្លូវភេទវាពិបាកណាស់ក្នុងការមានចំណង់ផ្លូវភេទជាមួយមនុស្សម្នាក់ដែលអ្នកកំពុងមានទំនាស់ជាមួយកត្តាទី2បទពិសោធន៍និងការរំពឹងទុកបទពិសោធន៍ផ្លូវភេទពីអតីតកាលអាចជាការបង្កើតនូវការយល់ដឹងនិងចំណង់ផ្លូវភេទនាពេលបច្ចុប្បន្នបទពិសោធន៍ល្អៗអាចកសាងទំនុកចិត្តនិងភាពរីករាយចំណែកឯបទពិសោធន៍អវិជ្ជមានឬរបួសផ្លូវចិត្តអាចបង្កើតជារនាំងផ្លូវចិត្តម្យ៉ាងវិញទៀតការរំពឹងទុករបស់សង្គមឬវប្បធម៌ក៏អាចមានឥទ្ធិពលផងដែរសង្គមមួយចំនួនអាចដាក់សម្ពាធលើបុរសឲ្យបង្ហាញនៅចំណង់ផ្លូវភេទខ្លាំងក្លាដែលអាចធ្វើឲ្យបុរសខ្លះមានអារម្មណ៍ថាពួកគេត្រូវតែមានចំណង់ផ្លូវភេទខ្ពស់
ទោះបីជាអារម្មណ៍ពិតរបស់ពួកគេមិនចូលចិត្តក៏ដោយសេចក្តីសន្និដ្ឋានសរុបមកសំណួរដែលចោទសួរថាហេតុអ្វីបានជាបុរសខ្លះមានចំណង់ផ្លូវភេទខ្លាំងជាងអ្នកដទៃគឺមិនមានចម្លើយតែមួយនោះទេចំណង់ផ្លូវភេទរបស់បុរសគឺជាលទ្ធផលនៃអន្តរកម្មដ៏ស្មុគស្មាញរវាងកត្តាជាច្រើនដែលបានរៀបរាប់ខាងលើដូចជាកត្តាជីវសាស្ត្ររួមមានកម្រិតអរម៉ូនតេស្តូស្តេរ៉ូនដំណពូជនិងសុខភាពរាងកាយទូទៅកត្តាចិត្តសាស្ត្ររួមមានកម្រិតនៃភាពតានតឹងសុខភាពផ្លូវចិត្តនិងទំនុកចិត្តលើខ្លួនឯងកត្តាសង្គមនិងទំនាក់ទំនងរួមមានគុណភាពនៃទំនាក់ទំនងស្នេហាបទពិសោធន៍ពីអតីតកាលនិងឥទ្ធិពលពីវប្បធម៌បុរសម្នាក់អាចនឹងមានចំណង់ខ្លាំងដោយសារកម្រិតតេស្តូស្តេរ៉ូនខ្ពស់ពីធម្មជាតិបុរសម្នាក់ទៀតអាចនឹងមានចំណង់ខ្លាំងដោយសារគាត់គឺនៅក្នុងទំនាក់ទំនងស្នេហាថ្មីដ៏រំភើបហើយបុរសម្នាក់ទៀតអាចនឹងមានចំណង់ថយចុះដោយសារតែភាពតានតឹងពីការងារឬបញ្ហាសុខភាពរឿងដែលសំខាន់បំផុតដែលយើងគួរចងចាំនោះគឺมันមានកម្រិតចំណង់ផ្លូវភេទណាមួយហៅថាធម្មតាឬមិនធម្មតានោះទេអ្វីដែលសំខាន់នោះគឺថាតើកម្រិតចំណង់ផ្លូវភេទរបស់អ្នកនិងដៃគូរបស់អ្នកស៊ីសង្វាក់គ្នាដែរឬទេហើយតើវាផ្ដល់ផលវិជ្ជមានដល់សុខុមាលភាពនិងសុភមង្គលក្នុងជីវិតរបស់អ្នកដែរឬទេប្រសិនបើអ្នកមានការព្រួយបារម្ភអំពីចំណង់ផ្លូវភេទរបស់អ្នកថាតើវាមានកម្រិតខ្ពស់ឬទាបពេកការពិភាក្សាដោយបើកចំហជាមួយដៃគូនិងការពិភាក្សាជាមួយអ្នកជំនាញផ្នែកសុខភាពគឺជាជំហានដ៏ល្អបំផុតសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា